រថយន្តធុនត្រាមួយគ្រឿងម្ចាស់ចតទុកចោលស្រាប់តែមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅដែលធ្វើឲ្យផ្អើលដល់សមត្ថកិច្ចដែលកណ្ដាលយប់ហើយរថយន្តខូចខាតទាំងស្រុងរថយន្តម៉ាកធុនត្រាមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុងនៅពេលដែលម្ចាស់ឈប់ចតចោលក្បែរសួនច្បារនៅក្នុងបរិយាភ្នំពេញថ្មីហើយឆ្លងចរន្តហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 00:50 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 19 ខែឧសភាឆ្នាំ 2026 នៅក្នុងបរិយាពិភពថ្មីដែលស្ថិតនៅក្នុងភូមិសំរោងទាវសង្កាត់ក្រាំងធ្នងខណ្ឌសែនសុខរាជធានីភ្នំពេញរថយន្តដែលត្រូវបានភ្លើងឆេះនេះគឺត្រូវបាននគរបាលបានឲ្យដឹងថាម៉ាកធុនត្រាពសពាក់ស្លាកលេខសៀមរាប 2B 5188ដែលមានម្ចាស់ឈ្មោះថាមេចន្ទរីភេទស្រីអាយុ 39 ឆ្នាំមុខរបរគឺជាអ្នកលក់ដូរហើយតាមព័ត៌មានបានឲ្យដឹងថានៅយប់ថ្ងៃដែលកើតហេតុម្ចាស់បានឈប់ចតនៅក្នុងបរិយាក្បែរសួនច្បារហើយក៏បានចូលសម្រាកនៅពេលដែលកំពុងតែដេកលងលក់ស្រាប់តែរថយន្តបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនិងប្រជាពលរដ្ឋរស់នៅក្នុងបរិយាភ្នំពេញថ្មីតាក់ទងហៅរថយន្តពលរដ្ឋអគ្គិភ័យមួយគ្រឿងទៅអន្តរាគមន៍ហើយភ្លើងក៏បានរលត់ទៅវិញបើទោះបីជាយ៉ាងណាក៏ដោយរថយន្តខាងលើត្រូវបានភ្លើងឆេះរងការខូចខាតទាំងស្រុងតាមនគរបាលការិយាល័យបង្ការនិងពលរដ្ឋអគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្តបង្កអគ្គិភ័យតែម្ដង នេះខ្ញុំរ៉ាលីពី Big U